នៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះការតាំងពិព័រណ៍ស្នាដៃសិស្សនៃសាលារៀនចំនួនថ្មីវិទ្យាល័យព្រែកលៀបនឹងមកដល់ហើយនៅក្នុងទិវាជំនួបអាណាព្យាបាលសិស្សក្នុងឆ្នាំសិក្សា2024-2025នេះពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី24ខែឧសភាឆ្នាំ2025នៅសាលារៀនចំនួនថ្មីវិទ្យាល័យព្រែកលៀបដែលមានទីតាំងនៅសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញហេតុនេះហើយទើបសិស្សានុសិស្សនៃសាលារៀនចំនួនថ្មីវិទ្យាល័យព្រែកលៀបបាននឹងកំពុងចែកគ្នាជាក្រុមព្យាយាមប្រឹងប្រែងអនុវត្តការងារតាមគម្រោងនីមួយៗដែលគណៈគ្រប់គ្រងសាលារៀននិងលោកគ្រូអ្នកគ្រូដឹកនាំប្រគល់ឲ្យជារៀងរាល់ឆ្នាំកន្លងមកពិធីជួបឪពុកម្ដាយនេះបានដាក់តាំងបង្ហាញនៅស្នាដៃដែលសិស្សានុសិស្សអនុវត្តបានជាច្រើនបែបស្របតាមមុខវិជ្ជាដែលពួកគាត់បានសិក្សាហើយស្រាវជ្រាវពិសោធន៍ផ្ទាល់តែម្ដងដូចជារបបកំហើញថ្មីទំនើបទាន់សម័យស្របតាមបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះជាមួយគ្នានេះសិស្សានុសិស្សនៃសាលារៀនចំនួនថ្មីវិទ្យាល័យព្រែកលៀបក៏បានគោះកំហើញនៅទម្រង់សិល្បៈខ្មែរច្រើនទម្រង់ផងដែរដែលជាវប្បធម៌ប្រពៃណីជាតិខ្មែរដ៏យូរលង់ណាស់មកហើយជាប្រយោជន៍ឲ្យយុវជនជំនាន់ក្រោយនិងយុវជនក្នុងពេលបច្ចុប្បន្នដែលកំពុងស្ថិតនៅក្នុងការរីកចម្រើននិងជឿនលឿនទាំងបច្ចេកវិទ្យានិងការអភិវឌ្ឍបានដឹងបានស្គាល់មហាជននិងអាណាព្យាបាលសិស្សកំពុងតែទន្ទឹងរង់ចាំទស្សនាដោយរំពឹងថានៅថ្ងៃទី24ខែឧសភាឆ្នាំ2025ខាងមុខនេះនឹងបានឃើញនៅអ្វីដែលប្លែកថ្មីគួរឲ្យចាប់អារម្មណ៍និងកោតសរសើរជាក់ជាមិនខាននៅក្នុងពិធីនេះដែរក៏មានផ្ទាំងទស្សនីយភាពសិល្បៈទស្សនាផងដែរដោយចាប់តាំងពីព្រឹករហូតដល់យប់ដែលសម្ដែងដោយយុវសិស្សនៃសាលារៀនចំនួនថ្មីវិទ្យាល័យព្រែកលៀបនេះផ្ទាល់តែម្ដងសូមសម្ដេចទ្រង់អាយដាមលោកជំទាវលោកស្រីមហាជនអាណាព្យាបាលសិស្សព្រមទាំងសិស្សានុសិស្សទាំងអស់ចូលរួមឲ្យបានច្រើនកុះករអត្ថបទនិងរូបភាពនេះរៀបរៀងដោយយុវសិស្សនាងដារ៉ូតជាសិស្សនៃកម្មវិធីសាលារៀនចំនួនថ្មីវិទ្យាល័យព្រែកលៀប